សួស្តីបងប្អូនអរគ្នាសារទឹកទោះបីជាមិនបានទៅណាក៏ដោយក៏ខ្ញុំនៅតែចេញម៉ូតូដើរធម្មតាប៉ុន្តែសួរថាទៅណាអត់ទេអត់ទៅឆ្ងាយទេគឺគ្រាន់តែទៅញ៉ាំកាហ្វេអីចិត្តផ្ទះអីហ្នឹងទៅក៏ប៉ុន្តែខ្ញុំនឹងនាំបងប្អូនបានស្គាល់កាទៀវមួយកន្លែងតែជាកាទៀវប្រចាំតកូលរបស់ខ្ញុំតែម្ដងស្របពេលអញ្ចឹងយើងក៏ណាត់គ្នាជុំគ្នានៅកន្លែងកាហ្វេអីអញ្ចឹងទៅក៏យើងមិនសូវមានភាពស្មាញក្នុងការរងចាំទោះបីជាគ្នាយើងមានភាពយឺតយ៉ាវយ៉ាងណាក៏ដោយក៏កាហ្វេហៀលដែរអញ្ចឹងតចំណុចនេះដែរខ្ញុំចង់ឲ្យបងប្អូនដែលមានម៉ូតូតូចក្តីម៉ូតូធំក្តីសារអាទិត្យគួរតែដប់គួរសង្សារគួរតែដឹងឬក៏ប្រពន្ធអីទៅញ៉ាំកាទៀវផងកុំនៅតែផ្ទះពេកហើយថាឲ្យតែគេខ្លួនឯងទៅម្នាក់ឯងមិនមែនទេបងប្អូនស្ដាប់ខ្ញុំសិនអ្វីទៅបើតែខ្ញុំទៅម្នាក់ឯងក៏ប៉ុន្តែខ្ញុំនៅតែខ្ចប់ផ្ញើគ្រួសារខ្ញុំដូចតែគ្នាហ្នឹងតែឡើយកុំឲ្យខាត់ពេលយូរបងប្អូនយើងធ្វើដំណើរតាមព្រឹកជាតិលេខ5រហូតដល់ហួសហដុងរួចយើងបន្តរហូតហួសកំពង់ត្រាចមកដល់ផ្សារកំពង់ចលាចបងប្អូនត្រូវព្រះអង្គយឺតដូចខ្ញុំអញ្ចឹងខ្ញុំទៅ120បានហើយលេងឯងបងប្អូនហួសថាផ្សារសាលាលេខ5ប្រហែលជា2គីឡូបងប្អូនមើលខាងស្ដាំដៃបងប្អូននឹងឃើញកន្លែងកាទៀវរបស់គាត់ជាប់កន្លែងផលិតកកងាយស្រួលរកទេបងប្អូនបើសិនជាគិតពីបកគោគីឡូគឺចន្លោះបកគោគីឡូលេខ52ខ្ញុំជឿបងប្អូនខ្ញុំនិយាយរឿងកាទៀវមកព្រឹកហើយកន្លែងគាត់ក៏មានលក់បាយដែរបងប្អូនក៏ប៉ុន្តែបាយគឺបាយសាច់គោកាទៀវក៏សាច់គោដែរបងប្អូនពីព្រោះអីគាត់អ្នកលក់គឺជាជនជាតិអ៊ីស្លាមអញ្ចឹងហើយបងប្អូនដែលទៅញ៉ាំប្រយ័ត្នកុំឲ្យហើយសាច់ឈូកកាទៀវដែលបងប្អូនឃើញក្នុងវីដេអូហ្នឹងគឺជាកាទៀវពិសេសកន្លែងគាត់គឺមានបរិមាណរៀងច្រើនគួរសមឃើញថតអញ្ចឹងទីថាបាន100រៀលបងប្អូនអត់មានទេកន្លែងណាដែលឆ្ងាញ់គឺខ្ញុំសប្បាយចិត្តចែកម្លែកជូនកាន់បងប្អូនទាំងអស់គ្នាតែម្ដងខ្ញុំមិនបងអង្គយូរមានដំបូងនៃកាទៀវគឺខ្ញុំដាក់ម្ទេសឆាអត់បានទេម្ទេសហើយនឹងម្រេចដាក់ឡើងសំពងតែម្ដងទីធម្មតាខ្ញុំទៅណាមកណាគឺខ្ញុំហូបហើយខ្ញុំអត់តមទេដោយសារតែខ្ញុំដើរខ្ញុំត្រូវការកម្លាំងត្រឡប់មកផ្ទះវិញទន្ទឹមនឹងកាទៀវឆ្ងាញ់បងប្អូនទីពិសេសគឺតម្លៃគឺថាសមរម្យមែនតើទៅ6 7នាក់គិតលុយអស់តែជិត100,000រៀលទេហើយម្នាក់និយាយពីលុតសិតតែកាទៀវពិសេសខ្ញុំមិនមែនជាអ្នកបកកែហូបទេបងប្អូនមើលទៅក្នុងវីដេអូទៅឃើញកាទៀវមានប៉ុន្មានគឺខ្ញុំហូបតែប៉ុណ្្នឹងហូបមិនដែលសល់ពិចារនេះស្វ័យច្បិតតែខ្ញុំបានហូបហើយមែនប៉ុន្តែពេលដែលកាត់វីដេអូនេះគឺឃ្លានភាសាទៀតបងប្អូនហើយចង់ប្រាប់បងប្អូនដែលហូបអត់កើតទេបាទហូបអត់កើតទេមើលតែចាននេះគឺដឹងហើយហូបហើយក៏យើងត្រឡប់មកផ្ទះវិញចង់ប្រាប់បងប្អូនទាំងអស់គ្នាថាមកព្រឹកអត់មានបានធ្វើអីទេគឺដោយសារតែកាទៀវមួយចានហ្នឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយបាយបាយ